ជំរាបសួរបងប្អូនអ្នកគ្នាឥឡូវនេះយើងមកកាន់អក្សរថ្មីមួយទៀតគឺអក្សរ F ដូចដែលបានឃើញរូបតំណាងមួយនេះអក្សរ F จะមានរូបតំណាងគឺ fish ហើយអក្សរតំណាងរបស់វាគឺ funny fish ឃើញសំឡេងរបស់ពាក្យទាំងពីរនេះសុទ្ធតែផ្ដើមដោយសំឡេងអក្សរ F ទាំងអស់ funny fish funny fish បាទអញ្ចឹងអានេះហៅថា capital F អានេះគឺ small f ឬក៏អានេះហៅថា uppercase F ឬក៏ lowercase f អញ្ចឹងអក្សរធំ F អក្សរតូច f អញ្ចឹង funny fish funny នេះគឺសំដៅដល់ fish ហ្នឹងគឺត្រីដែលវាគួរឲ្យអស់សំណើចណាមើលរូបវាទៅខ្ជូតផងអីផងអញ្ចឹងទៅហើយវាចូលចិត្តលេងសើចច្រើនអញ្ចឹងណាអានេះគឺជារូបតំណាងរបស់គេទេអញ្ចឹងបើគេនិយាយថា funny boy funny person អញ្ចឹងទៅមនុស្សគឺគាត់ចូលចិត្តនិយាយឲ្យគេសើចគួរអស់សំណើចចេញមកគឺដូចសាក់ឡូអញ្ចឹងដូចពូពាក់មីឬក៏ពូកុយអីចឹងទៅគឺ funny person អញ្ចឹងណា You can find this sound at the beginnings. You can find this sound at the beginnings, middle, or at the end of words. ចឹងយើងអាចស្វែងរកសំឡេងនៃអក្សរ F ហ្នឹងនៅខាងដើមកណ្ដាលហើយនៅខាងចុងនៃពាក្យឥឡូវយើងមកមើលតើ beginnings ខ្ញុំបញ្ជាក់ណាគឺសំឡេង fish ឃើញទេផ្ដើមសំឡេង fish fun family អញ្ចឹងសំឡេងរបស់វាគឺយើងបញ្ចេញដោយសម្បូរមករបស់យើងវារៀងចប់ fish family អូខេ fish fun family middle ហ្នឹងគឺនៅកណ្ដាលយើងឃើញ coffee ឃើញទេ coffee elephant គឺ ph នេះក៏យើងឃើញអក្សរវាផ្សេងគ្នាមែនប៉ុន្តែសំឡេងរបស់វាគឺដូចអក្សរ F elephant អញ្ចឹងបើយើងឆ្ងល់អញ្ចឹងបើសិនយើងអត់បានរៀនទេគឺយើងនឹងឆ្ងល់ហើយបើយើងរៀនផ្លាស់យើងនឹងឆ្ងល់តែម្ដង N នៅខាងចុង leaf ឃើញទេ laugh knife បងប្អូនឃើញ UGH នេះឲ្យតែឃើញវានៅខាងចុងគឺដឹងតែបញ្ចេញសំឡេង laugh ឃើញទេអញ្ចឹងអានេះបងប្អូនការខ្ញុំរៀនគឺខ្ញុំអត់មានឱកាសរៀនពីតូចអញ្ចឹងខ្ញុំចំណាយពេលស្រាវជ្រាវតម្រូវតែដឹងពីរឿងទាំងអស់ហ្នឹងចនចូលទៅដល់រៀនធំអញ្ចឹងវាត្រូវបត់មកតូចវិញអញ្ចឹងបងប្អូនមានពេលអាចរៀនបានពីតូចចេះហើយពីកម្រិតដំបូងចេះហើយល្អមែនទេឥឡូវពាក្យតំណាងរបស់វាមាន4ទី1គឺ farm fan fork នេះគឺសមណាចុងក្រោយគឺ fish ចឹងអាហ្នឹងយើងរៀនឲ្យចេះទៅបងប្អូនពាក្យទាំងអស់ហ្នឹងគឺត្រូវតែចេះណារៀនហើយគឺយើងចងចាំចំណាំវារៀនសរសេរវា How to write របៀបសរសេររបស់វាគឺយើងមើលសញ្ញាព្រួយនេះទី1ទី2ទី3 1 បាទ2អញ្ចឹងពាក្យតំណាងរូបភាពយើងមើលនេះ fire engine ហ្នឹងគឺ fire engine ហ្នឹងគឺយើងមើលឡានផលិតភាពអានេះយើងបញ្ជាក់ដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹង different way to spell it របៀបនៅក្នុងការប្រកបអក្សរយើងមានមធ្យោបាយច្រើន
របៀបច្រើន even though it's called the sound it can be written in sort of a way in English ទោះជាវាត្រូវបានគេហៅថា sound នឹងក៏ដោយសំឡេងនឹងក៏ដោយប៉ុន្តែរបៀបទៅសេរបស់វាគឺមិនមែនមានតែអក្សរ S មួយទេអញ្ចឹងមិនមែនឲ្យតែឃើញឲ្យតែបញ្ចេញសំឡេងគឺដឹងតែអក្សរ S ទេណាអញ្ចឹងយើងមកមើលខាងក្រោមនេះ as in fan អូខេ10នាទីនេះក៏បញ្ចេញសំឡេងដូចគ្នាដែរ as in muffin coffee ph ក៏បញ្ចេញសំឡេងដែរ as in phone ឃើញទេ gh នេះ as in cough ក៏បញ្ចេញសំឡេងនឹងដូចគ្នាដែរ cough ugh ឲ្យតែឃើញអាហ្នឹងគឺដឹងតែបញ្ចេញសំឡេង cough laugh